សួស្តីបងប្អូនខ្ញុំខានចេញវីដេអូយូរដោយសាររវល់ធ្វើវីដេអូតាក់ទងជាមួយនឹងការផុសក្នុង TikTok ហើយនិង Facebook Page ដោយសាររដូវកាលនេះគឺជារដូវកាលនៃការលក់ត្រេនដើម្បីអញ្ចឹងចង់ឲ្យបងប្អូនស្គាល់ច្រើនតាមរយៈ Facebook Page ហើយនិង TikTok ដើម្បីអញ្ចឹងអត់បានធ្វើវីដេអូនៅក្នុង YouTube ឥឡូវនេះនាំគ្នាមកមើលពីរបៀបនៃការកាត់ត្រេនទាំងអស់គ្នាដើម្បីឲ្យយើងទទួលបានត្រេនមួយដែលមានគុណភាពហើយអាចយកលក់នៅលើទីផ្សារសាច់វាឆ្ងាញ់បងប្អូនហើយយើងនាំគ្នាមកមើលទាំងអស់គ្នាណាសាច់ម៉ៅក៏មានត្រេនក៏មានដែរសាច់ម៉ៅចិត្តទុំដែរនេះហើយមកមើលត្រេនសិននេះអូជ្រុះមួយនេះចាំមើលជ្រុះពីរអីទៀតបានកាត់បានជ្រុះមួយយើងយកអត់ទាន់ហ៊ានកាត់ទេព្រោះខ្លាចវាស្នូលនេះត្រេនខ្ញុំចិត្តកាត់ដែរត្រេននៅសួនទឹកចាញ់ខ្ញុំណាមករយៈដែលខ្ញុំផុសហ្នឹងគឺត្រេននៅ04ណាឥឡូវនេះត្រេននៅសួនទឹកចាញ់ដែលដាំនៅភូមិទឹកចាញ់តតែម្ដងប៉ោងល្អនេះចឹងមានជ្រុះហើយក៏តាមការដែលខ្ញុំដាក់ផ្លាកទៅគឺថ្ងៃទី25ខែ12អញ្ចឹងដល់ពេលឥឡូវវាថ្ងៃទីចូលដល់ថ្ងៃ22ហើយអញ្ចឹងវាល្មមមានផ្កាខ្លះហ្នឹងវាអាចមុនអីអញ្ចឹងវាជ្រុះហើយចឹងដល់ពេលដែលចិត្តប្រមូលផលដែរត្រេនខ្ញុំដល់ពេលមិនដល់ពេលចិត្តទេគឺដល់ពេលប្រមូលផលតែម្ដងនេះប៉ោងបងប្អូនអើយនេះធំក៏មានទូចក៏មានដែរណាចឹងត្រេនខ្ញុំចាប់ផ្ដើមប្រមូលផលដែរត្រេននៅសួនទឹកចាញ់របស់ខ្ញុំហ្នឹងហើយឆ្នាំនេះគឺប្រមូលផលបានយូរដោយសារផ្កាវាតគ្នានេះផ្លាកខ្ញុំថ្ងៃ25ខែ1ណាចឹងថ្ងៃ25ខែ1យើងដល់ទីថ្ងៃទី25ខែ5ហ្នឹងខែ1ហើយវាបាន4ខែគ្រប់តែល្មមបងប្អូនអញ្ចឹងយើងអាចកាត់បានដែរតែការកាត់ត្រេនយើងត្រូវមើលអាកាសធាតុនិងមើលត្រួយត្រេនផងដែរណាតែបើត្រេនកំពុងតែមានត្រួយនៅលើដើមគឺខាងខ្ញុំអត់កាត់ទេកាត់គឺផ្លែវាអត់ឆ្ងាញ់ទេបងប្អូនយើងចាំឲ្យត្រួយវារៀងចាស់តិចបានយើងកាត់ណាចាំឲ្យស្លឹករបស់វារៀងចាស់តិចបានកាត់ទៅឆ្ងាញ់ហើយមួយទៀតបើមានអាកាសធាតុភ្លៀងក៏យើងអត់កាត់ដែរកាលណាភ្លៀងក៏យើងកាត់ទៅវាយូរទុំណាបងប្អូនវាត្រូវទុក2យប់អីទុំ2 3យប់អីទុំអញ្ចឹងវាអត់2 3យប់ទេវាឡើងដល់4 5យប់អីអញ្ចឹងណាអញ្ចឹងកាត់ទៅក៏វាស្រកគីឡូច្រើនណាអញ្ចឹងការកាត់ត្រេនហ្នឹងក៏មានបច្ចេកទេសក្នុងការកាត់ដែរណាមិនមែនចេះតែកាត់ទេមិនឃើញនៅត្រេនជ្រុះហើយអាកាសធាតុកំពុងតែត្រជាក់កំពុងតែភ្លៀងហ្នឹងយើងកាត់អញ្ចឹងត្រេនយើងហ្នឹងគឺក្រទុំហើយវាស្រកគីឡូខ្លាំងណាតែបើយើងកាត់ទៅអាកាសធាតុក្តៅមួយថ្ងៃ2ថ្ងៃហ្នឹងអាកាសធាតុក្តៅគឺល្អគឺយើងកាត់បានទុំបន្ទុំទៅងាយទុំត្រេនយើងមិនចាំបាច់បន្ទុំអីទេយើងគ្រាន់តែកាត់វាហើយយើងយកវាដាក់នៅកន្លែងណាកុំឲ្យវាត្រូវត្រជាក់ត្រូវដង្ហាលត្រូវម៉ាស៊ីនត្រជាក់អីហ្នឹងរៀងហប់តិចណាវាទុំហើយចឹងប្រមូលផលចាប់ដើមប្រមូលផលដើមត្រេននឹងសួនទឹកចាញ់ខ្ញុំហាត់មើលក្អូបអត់ក្អូបដែរនេះក្អូបហើយទុរេនប្រមូលផលហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំយើងជួបគ្នានៅវីដេអូក្រោយជាបន្តទៀត